បាទសម្រាប់លំហាត់លេខ24គេថានៅសីតុណ្ហភាព500អង្សាសេឌីមេទីលអេទែបំបែកទីទៀតទៅជាមេតានកាបូនម៉ូណូអុកស៊ីតអីចឹងណាហើយនឹងឧស្ម័នអ៊ីដ្រូសានបាទអញ្ចឹងនៅក្នុងហ្នឹងគាត់ឃើញគេឲ្យនិយមន័យលបឿនបំបត្តិអីចឹងទៅបាទលបឿនមធ្យមបំបត្តិអីចឹងទៅប៉ុន្តែតពីការរំលឹកមេរៀនមុនណាគុណអញ្ចឹងក្នុងលំហាត់មុនកូនបានធ្វើណាអញ្ចឹងទៅសារតែគុណសិស្សគាត់អត់យល់ពីការតាមសម័យកាលណាអញ្ចឹងក្នុងសម័យកាលហ្នឹងគឺនៅពេលគុណចាក់ដាក់ផ្លឹបថាតាមសម័យកាលគុណប្រើអាម៉ូលដែលអត់ស្គាល់មុនណាសេម៉ូអត់ស្គាល់មុនដូចគ្រូគិតហ្នឹងមកមេគុណដាក់ចែកពភាគគ្នាអញ្ចឹងទៅអាមុខដាក់លើក្រៅដាក់ក្រោមអញ្ចឹងដូចគ្នាដែរនៅពេលដែលគុណនិយាយអំពីចំណុចមួយដែលយើងនិយាយថាលំហាត់គេឲ្យសម័យកាលមកគុណចម្លងសម័យកាលមកវិញឲ្យហើយបន្ទាប់ពីគុណចម្លងសម័យកាលឆ្លើយទៅលើអក្សរកគេថាលបឿនមធ្យមបាទលបឿនមធ្យមបំបត្តិឌីមេទីលអេទែនៅចន្លោះតេអងតេដឺប៉ុន្តែគុណឃើញគេឲ្យគិតຂະຫນາດដែលគេឲ្យគិតមកជាមីលីលីត្រក្នុង1វិនាទីបើកាលណាជាមីលីលីត្រ1វិនាទីអាហ្នឹងគឺគេច្បាស់ជាចង់ឲ្យយើងឆ្លើយបំរែបំរួលបរិមាណហ្នឹងគឺមៀតហើយគុណឆ្លើយបំរែបំរួលមៀតមកគុណបាទគុណឆ្លើយបំរែបំរួលមៀតមកណានៅលើបំរែបំរួលរយៈពេលបាទជាមួយបំរែបំរួលរយៈពេលដែលត្រូវនឹងវាឬក៏ដែលត្រូវគ្នាបាទអញ្ចឹងអក្សរកគុណឆ្លើយប៉ុណ្ណឹងដល់ពេលខ្ទង់ខនិយមន័យលបឿនមធ្យមកំណមេតានចន្លោះតេអងតេដឺដែរតែគិតជាមីលីត្រក្នុង1វិនាទីដែរអញ្ចឹងកាលណាជាគេឲ្យមកជាទម្រង់ជាមីលីត្រមានន័យថាវាជាຂະຫນាតរម៉ោសមៀតបាទຂະຫນាតរបស់មៀតបើសិនជាគុណគិតតែដឹងថាຂະຫນាតរបស់មៀតគុណដាក់ថាបំរែបំរួលមៀតលើបំរែបំរួលរយៈពេលប៉ុន្តែបើសិនគេឲ្យចឹងទេក៏ដាក់ថាបំរែបំរួលបរិមាណរបស់វាទៅបាទនៅលើបំរែបំរួលរយៈពេលនៅក្នុងគ្រាន់តែនិយាយពីនិយមន័យឲ្យត្រូវនឹងវាហ្នឹងប៉ុន្តែសេប៉ុណ្្នឹងទេគុណប៉ុន្តែនៅក្នុងអក្សរកសរសេរតំណាក់តំណងលបឿនទាំងពីរលបឿនមធ្យមបំបត្តិឌីមេទីលអេទែនិងកំណមេតានអញ្ចឹងមិនយើងអនុវត្តតាមសម័យកាលដោយសារតែមេគុណនៅក្នុងសម័យកាលគុណឃើញវាស្មើគ្នាហ្នឹងបើកាលណាមេគុណស្មើគ្នាអញ្ចឹងលបឿនមធ្យមបំបត្តិនិងលបឿនមធ្យមកំណមេតាននិងបំបត្តិឌីមេទីលអេទែក៏ស្មើគ្នាដែរគុណប៉ុណ្្នឹងឯណា